សួស្តីបងប្អូនទាំងអស់គ្នាបងប្អូនដែលជាយុវជនចំនួនក្រោយជាតំពាំងស្នងរិស័យក៏ជាសសរទ្រូងនៃប្រទេសជាតិទាំងអស់ថ្ងៃនេះខ្ញុំមានសារពិសេសមួយផ្ញើជូនបងប្អូនទាំងអស់គ្នាខ្ញុំចង់ប្រាប់ថាការឆ្លើយតបដ៏ស័ក្តិសមបំផុតចំពោះប្រជាមិត្តរបស់យើងគឺបងប្អូនទាំងអស់គ្នាត្រូវការច្នៃកំហឹងរបស់បងប្អូនទៅជាកម្លាំងចលករខំប្រឹងកសាងសមត្ថភាពខ្លួនឯងខំប្រឹងរៀនសូត្រសិក្សាស្រាវជ្រាវឲ្យមានចំណេះជំនាញពិតបន្ទាប់មកបងប្អូនទាំងអស់គ្នាត្រូវយកចំណេះនិងជំនាញពិតទាំងនោះយកទៅអភិវឌ្ឍសង្គមជាតិយើងឲ្យរីកចម្រើនរឹងមាំគ្រប់វិស័យទាំងវិស័យកសិកម្មពាណិជ្ជកម្មសេវាកម្មទេសចរណ៍សុខាភិបាលអប់រំយោធានិងវិស័យផ្សេងទៀតលោកលីខ្វាន់យូនៃប្រទេសសិង្ហបុរីក៏ធ្លាប់បាននិយាយថាប្រទេសសិង្ហបុរីគឺជាកំពឹសដ៏តូចមួយក៏ប៉ុន្តែកំពឹសនេះគឺវាមានពឹសមានជាតិពុលបើត្រីធំហ៊ានស៊ីកំពឹសនេះត្រីធំនោះក៏អាចមានគ្រោះថ្នាក់ដល់ជីវិតផងដែរអញ្ចឹងមុននឹងត្រីធំស៊ីកំពឹសដ៏តូចមួយនេះអញ្ចឹងត្រីធំនឹងត្រូវគិតពិចារណាសិនហើយបើមិនដូច្នោះទេអាចនឹងមានគ្រោះថ្នាក់ដល់ខ្លួនឯងផងដែរគាត់និយាយដូចនេះដោយសារតែប្រទេសសិង្ហបុរីគឺរីកចម្រើនខ្លាំងរឹងមាំគ្រប់វិស័យទាំងវិស័យពាណិជ្ជកម្មឧស្សាហកម្មសេវាកម្មទេសចរណ៍អប់រំយោធានិងវិស័យផ្សេងទៀតតែយ៉ាងណាក៏ដោយខ្ញុំនៅតែគាំទ្រនៅយុទ្ធសាស្ត្រដោះស្រាយជម្លោះដោយអហិង្សាដោយសន្តិវិធីព្រោះយើងគ្រប់គ្នាសុទ្ធតែដឹងហើយថាវិនាសសកម្មនៃសង្គ្រាមវាធំធេងប៉ុណ្ណាសង្គ្រាមគឺជាសត្រូវរបស់ការអភិវឌ្ឍហើយសន្តិភាពគឺជាដៃគូដ៏ល្អបំផុតនឹងការអភិវឌ្ឍមានតែសន្តិភាពទេទើបធ្វើឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាពអញ្ចឹងបងប្អូនទាំងអស់គ្នាជាយុវជនខំប្រឹងកសាងសមត្ថភាពឲ្យមានចំណេះជំនាញពិតសាមគ្គីគ្នាអភិវឌ្ឍជាតិយើងមិនយូរមិនឆាប់ប្រទេសជាតិយើងនឹងរីកចម្រើនរុងរឿងលើគ្រប់វិស័យដោយសម័យអាណាចក្រអង្គរ Okay, so together we make this world a better place. Thank you everyone.